សូមស្លេះត្រង់នេះមួយវគ្គនឹងនិយាយអំពីតាជួនជក់លុះព្រឹកស្វាងព្រះសូរិយាកាលណាក៏បានយាត្រាចេញអំពីព្រៃធ្វើដំណើរទៅទៀតអូយហើយទេវតាដែលថែរក្សាភ្នំវងកត់ក៏បាននាំផ្លូវតាជួរជក់ឲ្យដើរសម្ដៅទៅកាន់នគរព្រះបាទស្រីសញ្ជ័យក្នុងពេលនោះព្រះអង្គបានទតឃើញហើយក៏បានលួសចៅក្រស្នាបានជាលីអំពីតាជួរជក់រួចហើយក៏ជប់លៀងឲ្យតាជួរជក់អនុព្រាមគាត់បរិភោគអាហារតាមសេចក្តីប្រាថ្នារបស់គាត់អោសំណាងអើយសំណាងខ្លួនចាស់ហើយមិនគួរឡើយមកព្រះអំពីនាងអមិតធីតាអូយអមិតធីតាអូយសំឡាញ់តៅអូយចៅចៅហើយថ្ងៃនេះហើយតានឹងមានខបសំណាងខ្លាំងណាស់បើប្រសិនជាមកបរិភោគជាមួយនឹងតាសំឆ្អែតឆ្អល់ស្កប់ស្កល់ហើយតាជួរជុកក៏អន្ទះនំបញ្ចុកនោះអស់5ក្របៅស៊ីនំបុកម្សៅនោះអស់5ដំបពីបាយត្រឡែបនឹងស្ករអស់7គូមកន្លះអូយវិស្ទូយតែនឹងចាក់ច្រាស់លាត់មាត់អេតាព្រាមក្រក្រេះផឹកទឹកប្រាស់ខ្លួនដេកក្រែងផ្ទះ5វែងរំជួយគ្រប់គ្រងវាស្ទើរតែនឹងក្រហល់ក្រហាយខ្វល់ខ្វាយក្នុងព្រះអរាជជក់នឹកថាអូសម្បូរសង្រោមនឹកដល់គុណរុក្ខរអ្នកតាទេវតាដែលនៅថែរក្សាព្រៃភ្នំវងកត់សូមឲ្យខ្ញុំបានជារំដោះរូគាភាធិសះស្បើយទៅអូយលោកជាមកជាម៉ៃអូយឲ្យតែខ្ញុំបានទៅជួបមកកនាងអមិតធីតាហើយលមូនោះមួយកំណត់ក្តាប់ទៅសក់នោះមួយកំណត់មកលូអូយស្វាត់នោះមួយជំរាកងយឲ្យលន់សូរន្ទះរន្ទែងខូងខាងបែកពោះតាជួជក់កាលណាហើយក៏ផ្អើលគ្នាឈូឆោស្រែកដណ្ដឹងគ្នាថាវ៉ូយស៊ូបាញ់កំភ្លើងណាមបាញ់មិននេះមួយក៏ដណ្ដឹងប្រាប់គ្នាទៅវិញថាខ្មោចនេះអំបាលតាជួជក់គាត់បែកពោះក៏មិននាំគ្នាថាទៅថាបាញ់កំភ្លើងទៅវិញអើយ